nhập xua chụp xua là cô môi chia mình tây cả cái cam khum đấy cha là cô hôm nay nom luôn tịch cha chỉ tụi bố xong chụp xua là cô hay đang chụp xua từ căn này ở tu sna video này thằng óc đi ở những khi chúng mua online sẽ bên chia mình tây cả cái cam khum nơiក្នុងkhum poi sọc ở trong khai rồi tận cái gì ở chia chân chia đam phía tây cứng ở đại nhom chộp nơiក្នុងមូលដ្ឋាននៅក្នុងឃុំដែលខ្ញុំធ្វើការគឺជាឃុំកណ្ដាលរបស់ខ្ញុំខ្លួនឯងលោកគ្រូក្នុងនោះគឺជាភាគច្រើនជាជនជាតិក្រឹងណាចាលោកគ្រូនៅក្នុងនោះភាគច្រើនជាជនជាតិដើមភាគតិចក្រឹងខ្ញុំបញ្ចប់បញ្ញាបត្រលោកគ្រូចារៀនដល់បញ្ញាបត្រឥឡូវមកធ្វើការបម្រើជាកកដែលជាចិត្តក្រឹងជាចិត្តដើមនៅក្នុងឃុំមកខ្លួនឯងចាលោកគ្រូមានអារម្មណ៍មិនដែរថាពេលខ្លាយជាមន្ត្រីកកម្មឃុំចឹងមានអារម្មណ៍ខ្លួននិយាយអស់ពីចិត្តមិនអារម្មណ៍មានអារម្មណ៍ថាសុបាយចិត្តខ្លាំងលោកគ្រូចាដោយសារតែទីមួយគឺយើងបានជួយប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋានជាពិសេសតាក់ទងជាមួយនឹងការប្រើប្រាស់ជីលោកគ្រូដោយសារពីមុនមកភិកច្រើនគាត់ជាជនជាតិដើមភាគតិចចឹងក៏អត់សូវចេះពីរបៀបប្រើប្រាស់ជីទេហើយពីច្រើនពេលប្រើគាត់ប្រើទៅតាមការដែលគាត់ទៅទិញពីកន្លែងគេអញ្ចឹងលោកគ្រូទៅពេលយើងណែនាំឲ្យគាត់ប្រើតាមចែកទេសទៅវាយ៉ាងម៉េចដែរឃើញថាទិន្នផលរបស់គាត់បានល្អប្រសើរជាងមុនលោកគ្រូចំពោះថ្លៃដើមកាត់បន្ថយបានច្រើនសារពេលយើងចុះទៅយើងណែនាំជូនគាត់ឲ្យធ្វើទាក់ទងជាមួយនឹងជីធម្មជាតិខ្លះដែរលោកគ្រូការប្រើប្រាស់ធម្មជាតិផលិតជីធម្មជាតិប្រើចឹងឡាក់ទៅចា៎ជារួមកសិករគាត់យល់ឃើញមិនដែរដល់ពេលមានមួយទៅធ្វើការចឹងទៅជាស្ត្រីហើយជាជនជាតិដើមដូចគ្នាទៀតអញ្ចឹងណាចាលោកគ្រូភិកច្រើនគាត់សប្បាយចិត្តលោកគ្រូដោយសារគាត់សប្បាយចិត្តហើយគាត់ជួយលើកទឹកចិត្តឲ្យយើងធ្វើការឲ្យកាន់តែល្អជាងនឹងទៀតលោកគ្រូដោយប៉ុន្តែការតំណាក់តំណងមួយគាត់ទៅចឹងវាយ៉ាងម៉េចដែរចំពោះអត់អីទេលោកគ្រូដោយសារក្នុងមូលដ្ឋានខ្ញុំភិកច្រើនជាជនជាតិដើមភាគតិចក្រឹងហើយខ្ញុំក៏ជាជនជាតិដើមភាគតិចក្រឹងអញ្ចឹងការនិយាយងាយស្រួលស្ដាប់គ្នាដោយសារកសិករមួយចំនួនភិកច្រើនគាត់អាយុច្រើនហើយគាត់ស្ដាប់ភាសាខ្មែរសូវបានមួយចំនួនលោកគ្រូខ្ញុំដល់ពេលយើងនិយាយភាសាដូចនេះឆាប់យល់គ្នាលោកគ្រូជាមួយមន្ត្រីកសិកម្មដែលជាជនជាតិខ្មែរតែអត់ចេះភាសាជនជាតិដើមពិបាកធ្វើការបងប្អូនមានគុណសម្បត្តិហ្នឹងណាចាលោកគ្រូល្អមែនទេហើយមិនដែរឥឡូវដូចបានមួយឆ្នាំជាងមួយឆ្នាំកន្លះហើយលោកគ្រូបន្ទាប់ពីមួយឆ្នាំជាងកន្លះមើលទៅមិនដែរស្រឡាញ់ការងារហ្នឹងជាងមុនទេឬក៏យ៉ាងម៉េចស្រឡាញ់លោកគ្រូដោយសារតែទី1ពេលដែលយើងបានជួយពួកគាត់ហើយធ្វើឲ្យទិន្នផលរបស់គាត់បានប្រសើរឡើងជាងមុនហើយជាពិសេសយើងអាចជួយទៅវិភាគសេដ្ឋកិច្ចអ្វីដែលគាត់ដែរធ្វើពីមុនណាលោកគ្រូតែពេលយើងចូលទៅយើងជួយភាគចំណេញខាតជូនគាត់ចាលោកគ្រូហើយទៅថ្ងៃមុខមើលមានការបដិញ្ញាចិត្តមិនដែរតាក់ទងការងារហ្នឹងអាចមានបដិញ្ញាចិត្តអីមកចំណុចទីចំណុចទៅនឹងយកចិត្តទុកដាក់ធ្វើបានជោគជ័យនៅថ្ងៃមុខទៅខ្ញុំតាំងចិត្តធ្វើតាក់ទងទៅលើការដាំបន្លែលោកគ្រូខ្ញុំតែពេលអញ្ចឹងទៅខ្ញុំចង់ជំរុញគាត់តាក់ទងនឹងការដាំបន្លែបន្លែសុខភាពបន្លែសុខភាពលោកគ្រូគេល្អមែនតើណាបាទខ្ញុំត្រឡប់ទៅវិញគឺខំធ្វើការថែមចិត្តហ្នឹងណាហើយជូនពរឲ្យបានជោគជ័យក្នុងកិច្ចការកសិករណាចាអរគុណច្រើនលោកគ្រូ